จบហើយបងប្អូនឆ្នាំឌីប្លូមហើយបន្ទុកបាន3ខ្លះបាន4នេះបាន3បាន4ហ្នឹងហើយបន្ទុកប៉ុណ្ណឹងឯងប្រឡងមិនឲ្យបងរំពឹងស្អីឥឡូវបងរំពឹងស្អីតាក់តងជាមួយនឹងបងឆ្នាំឌីប្លូម2026តើរំពឹងស្អីអត់តន់ចេះថ្លឹងសម័យកាលប៉ុណ្ណឹងបងគួរគិតឡើងវិញណាបងណាបាទគួរគិតឡើងវិញអត់តន់ចេះថ្លឹងសម័យកាលច្រើនមែនទេឥឡូវបងចង់ចេះថ្លឹងសម័យកាលអត់ចង់ចេះអត់បងប្អូនអរនេះចង់ចេះអត់កុំភ្លេចជួយចែករំលែកវីដេអូនេះឲ្យលោកគ្រូម្នាក់មួយផងបងប្អូនអរនេះយើងធ្វើយ៉ាងណាឲ្យចំនួនអាតូមទៅអង្គធាតុប្រូតូកលនិងចំនួនអាតូមនៃអង្គធាតុកកើតស្មើគ្នាបងប្អូនអរនេះតรงไหนអង្គធាតុប្រូតូកល1អានេះក៏1គឺស្មើគ្នាបងប្អូនណាបាទគឺស្មើគ្នាតើតើជាមួយក្លខាងនេះមាន1ខាងនេះមាន2អត់ស្មើគ្នាទេបងប្អូននេះអត់ស្មើគ្នាទេយើងគុណនឹង2មកបាទយើងគុណនឹង2មកនៅពេលដែលបងប្អូនគុណនឹង2អ៊ីត្រូសែនឡើង2ខាងនេះក៏មាន2ស្មើគ្នាចាស់បងប្អូនណាបាទគឺស្មើគ្នាចាស់តែម្ដងបងប្អូននេះបាទចំណែកចំណុចខបងប្អូនអាក្លខាងនេះមាន1អានេះមាន2នេះខាងនេះមាន2អញ្ចឹងបងប្អូនគុណនឹង2ដែរមកនៅពេលដែលបងប្អូនគុណនឹង2អ៊ីត្រូសែនបាន2អានេះបាន2ដែរស្មើចែកណាបងប្អូនណាបាទគឺស្មើចែកតែម្ដងបាទកុំភ្លេចជួយចែករំលែកវីដេអូនេះឲ្យលោកគ្រូម្នាក់មួយផងណាបងប្អូនចំណុចគោលតកតងជាមួយនឹងសម័យកាលសូដ្យូមបូកជាមួយទឹកបង្កើតបានជាសូដ្យូមអ៊ីត្រូស៊ីតបំភាយឧស្ម័នអ៊ីត្រូសែនកន្លែងសូដ្យូមអ៊ីត្រូស៊ីតយើងគុណនឹង2បាទកន្លែងសូដ្យូមនេះបាន2ខាងនេះមានតែ1ទេបងប្អូនគុណនឹង2ដែរមកបាទដល់ពេលបងប្អូនគុណនឹង2យើងឃើញថាអុកស៊ីសែនឡើង2ណាបងប្អូននេះអុកសែនឡើង2ហើយខាងនេះមានតែ1ទេបងប្អូនគុណនឹង2បាទគុណនឹង2ដែរមកគឺរួចជាការស្រេចតែម្ដងបងប្អូនណាបាទតែចំណុចខតើបងប្អូនអរនេះថ្លឹងសម័យកាលបានបែបណាដែរកុំភ្លេចជួយខមមិននៅពីខាងក្រោមឲ្យលោកគ្រូបាននឹងផងហើយសម្រាប់បងប្អូនដែលចង់បានឯកសារតាក់ទងជាមួយនឹងការត្រៀមប្រឡងឌីប្លូមឆ្នាំ2026គឺលោកគ្រូមានបងប្អូនកុំរងវិញ្ញាសាទាំង50សម្រាប់បងប្អូនត្រៀមឌីប្លូមឆ្នាំ2026អូគឺត្រូវប៉ាន់ហ្មងបងប្អូននេះគឺត្រូវប៉ាន់ហ្មងណាបាទ50វិញ្ញាសាហ្នឹងគឺមានចម្លើយទាំងអស់តែម្ដងបងប្អូននេះគឺមានមកចប់ហ្មងបងប្អូនចេញកន្លែងណាក៏ចំដែរបងប្អូនណាចេញកន្លែងណាក៏មិនរួចខ្លួនពីអាហ្នឹងដែរបងប្អូននេះបាទ50វិញ្ញាសាហ្នឹងគឺមានចម្លើយទាំងអស់តែម្ដងបងប្អូននេះចង់បានអត់បងប្អូននេះចង់បានអត់បាទអញ្ចឹងបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចែករំលែកវីដេអូនេះឲ្យលោកគ្រូម្នាក់មួយផងអរគុណច្រើន